យើងធ្វើការចែកលេខវិធីសាស្ត្រថ្មីដែលលឿនហើយបើសិនជាកូនសិស្សរបស់យើងគាត់ស្ទើរក្នុងការចែកថាតើមិននឹងចែកលេខគាត់យកប្រហែលដងឥឡូវយើងមើលបងប្អូនអញ្ចឹងដើម្បីចែកលេខយើងត្រូវឲ្យស្គាល់ច្បាស់ថានេះគឺជាតំណាងចែកហើយនេះគឺជាទូចែកខាងនេះគឺជាផលចែករីឯខាងក្រោមនេះគឺជាសំណល់ឥឡូវយើងចាំមើលបងប្អូនអញ្ចឹងខ្ញុំនឹងធ្វើវិធីសាស្ត្រមួយដែលលឿនសម្រាប់ក្នុងការបង្រៀនកូនសិស្សទាក់ទងនឹងការចែកចំនួនឥឡូវយើងមើលដើម្បីចែកចំនួនបានយើងដំបូងយើងត្រូវកាត់ខ្ទង់សិនអញ្ចឹងយើងមើលខ្ទង់របស់យើងនេះ3875ចែកនឹង125តើយើងយកប្រមាណខ្ទង់បានយើងអាចចែកបានអញ្ចឹងដំបូងគេយើងត្រូវកាត់ខ្ទង់បើយើងយក2ខ្ទង់អញ្ចឹង38ចែកនឹង125អត់កើតទេដោយសារតែចំនួននេះតូចពេកអញ្ចឹងយើងយក3ខ្ទង់អញ្ចឹងនៅពេលដែលយើងយក3ខ្ទង់ហើយចំនួនលេខ5ដែលខ្ទង់លាយនេះគឺយើងលេងចិត្តគាត់ហើយយើងទុកគាត់មួយកន្លែងសិនឥឡូវយើងមើលអញ្ចឹងវិធីសាស្ត្រនេះគឺការចាប់គូដូចមិនដេចឥឡូវយើងមើលនេះលេខ7ខ្ទង់រាយត្រូវគូជាមួយលេខ5រីឯលេខ8លើកទុក10គូជាមួយនឹងលេខ2រីឯលេខ3គូជាមួយនឹងលេខ1អញ្ចឹងតើ125នេះយើងយកប្រមាណដងបានស្មើនឹង387អញ្ចឹងយើងមើលតែក្បាលនេះលេខ3និងលេខ2បើយើងយក2ដង2ម្ដង2អញ្ចឹងណាឥឡូវយើងសាកយកសិនបាទឥឡូវមើលវិធីសាស្ត្រនៃការយកតើយកមកដងដើម្បីឲ្យបានលឿនដើម្បីឲ្យគិតថាអូពេលឃើញទៅលឿនបែបណាឥឡូវបើខ្ញុំយក2ដងបាទយើងយក2អញ្ចឹង2 5ដង10យើងសេលេខ0យើង5ទុក1 2 2ដង4 4និង1 5 2ម្ដង2ឥឡូវធ្វើការដកបាទអញ្ចឹង7ដក0នៅសល់7 8ដកនឹង5នៅសល់3រីឯ3ដកមុខ2នៅសល់1តោះចុះបើលោកគ្រូចង់យក3ដងវិញយើងគិតថាឥឡូវខ្ញុំយក3ដងវិញតើបានដែរឬអត់អត់ខ្ញុំយក3ដងវិញចាំខ្ញុំយក3ដងបាទដោយសារអានេះក្បាល3អានេះក្បាល1អញ្ចឹងឥឡូវយើងយក3ដងមើល3 5ដង15សរសេរលេខ5ត្រាទុក1 3 2ដង6បូក1 7 3ម្ដង3អញ្ចឹងបើយើងយក3ដងគឺយើងអាចយកបានបើយើងយក4ដងអានេះក្បាល3អានេះក្បាល4អានេះលើហើយអាចយកបានដែរឥឡូវយើងអាចដកបានដែរសល់2សល់1អានេះសល់0ទម្លាក់លេខ5ចុះឥឡូវពេលដែលយើងចាប់ដើមឃើញនេះហើយទៀតយើងអាចចាក់គូម្ដងទៀតបានតែយើងមិនអាចកាត់ខ្ទង់បានទៀតទេយើងកាត់ខ្ទង់បានតែម្ដងហើយឥឡូវយើងមើលចាក់គូទៅណាលេខ5នេះគូមួយលេខ5នេះលេខ2នេះគូមួយលេខ2នេះលេខ1នេះគូមួយលេខ1នេះអញ្ចឹងយើងមើលបានមួយដូចគ្នា125ចែកនឹង125អញ្ចឹងយើងមើលបើយើងយក2ដង2ម្ដង2ធំជាងអាចយកបានទេអញ្ចឹងយើងយកតែម្ដងទេយើងត្រូវថយចុះមួយលេខមិនអាចយកឲ្យបានធំជាងនឹងបានទេអញ្ចឹងយើងយក1ម្ដង1 5ដង5 1 2ដង2 1ម្ដង1យើងធ្វើការដកអញ្ចឹង125ដក125នៅសល់0នេះគឺជាវិធីសាស្ត្រនៃការចែកលេខដោយការចាក់គូលឿន